ចាសួស្តីបងថ្ងៃនេះយើងចូលមេរៀនទី2ដែលគ្រូសង្ខេបមេរៀនឲ្យបងមើលហើយកត់ទុកក្នុងសៀវភៅផងណាអញ្ចឹងមេរៀននេះគឺអេឡិចត្រូគីមីចាលេខ1ប្រតិកម្មអុកស៊ីដូរ៉េដុកម្មក្នុងអេឡិចត្រូគីមីចាប្រតិកម្មអុកស៊ីដូរ៉េដុកម្មយើងរៀនរួចហើយគឺជាប្រតិកម្មដែលមានការបោះបង់និងការចាប់យកអេឡិចត្រូននឹងឯងអញ្ចឹងឧទាហរណ៍ទី1យើងឲ្យសង្កសីជាមួយនឹង solution ទង់ដែងសល់ថាយើងបានតាំងកសីសុលផាតហើយនឹងទុកដែងចាអ៊ីយ៉ុងសុលផាតនេះយើងសម្រួលចោលទៅអញ្ចឹងដោយសារវាជា solution គេសរសេរវាជាអ៊ីយ៉ុងនេះហើយនេះគេសរសេរជាអ៊ីយ៉ុងនេះអញ្ចឹងយើងបែកសមីការដែលខាងលើហ្នឹងឲ្យទៅជាកន្លះសមីការ2យើងសរសេរពីឆ្វេងទៅស្ដាំជានិច្ចយើងសរសេរសង្កសីឆ្លើយទៅជាអ៊ីយ៉ុងសង្កសីដោយសារវាបោះបង់ពីអេឡិចត្រូនលំនាំបែបហ្នឹងហៅថាលំនាំអុកស៊ីតកម្មគឺជាលំនាំដែលបោះបង់អេឡិចត្រូនចាតបមកទង់ដែងសុលផាតនេះយើងសរសេរតែអ៊ីយ៉ុង2បូកទង់ដែង2បូកព្រោះមានប្រឡង2យើងចាប់យកពីអេឡិចត្រូនហើយឆ្លើយទៅជាលោហៈទង់ដែងលំនាំដែលចាប់យកអេឡិចត្រូនបែបហ្នឹងហៅថាលំនាំរេដុកកម្មចាអញ្ចឹងយើងបានគូរេដុកក្នុងប្រតិកម្មហ្នឹងមាន2គូគឺយើងសរសេរសង្កសី2បូកសង្កសីទង់ដែង2បូកទង់ដែងចាជាទូទៅគូរេដុកគឺគេចំពោះលោហៈគឺអ៊ីយ៉ុងលោហៈជាអុកស៊ីតករនៅខាងមុខហើយរេដុកវាគឺលោហៈនេះអ៊ីយ៉ុងដែរហើយនេះគឺលោហៈចាអញ្ចឹងគូរេដុកនិយមន័យរបស់វាជាសំណុំប្រភេទគីមី2ចានេះ2តែបដូរអេឡិចត្រូនគ្នាទៅវិញទៅមកចានេះចាប់យកអេឡិចត្រូនខ្លាយជានេះពេលនេះបោះបង់ខ្លាយជានេះវិញអញ្ចឹងគេថាជាសំណុំប្រភេទគីមី2ដែលបដូរអេឡិចត្រូនគ្នាទៅវិញទៅមកចឹងគេកំណត់សរសេរគូរេដុកដោយសេអុកស៊ីតករនៅខាងមុខស្លាស់តិចមកហើយរេដុកនៅខាងក្រោយអញ្ចឹងកន្លះសមីការនៃគូរេដុកគេកំណត់សរសេរពីអុកស៊ីតករទៅរេដុកជានិច្ចហើយសញ្ញាព្រួយគឺទៅមកហើយនឹងបូកនឹងអិនអេឡិចត្រូនមានន័យថាបូកនឹងវ៉ាឡង់អេឡិចត្រូនបើវាវ៉ាឡង់វា1ចឹងបូក1អេឡិចត្រុនបើវ៉ាឡង់វា2បូក2អេឡិចត្រុនបើវ៉ាឡង់វា n បូក n អេឡិចត្រុនចាអញ្ចឹងសម្រាប់លំហាត់គំរូនេះយើងជួបគ្នាយើងនឹងរៀននៅវីដេអូក្រោយឬក៏យើងជួបគ្នាក្នុងថ្នាក់យើងទៅចាអញ្ចឹងយើងចូលទៅលេខ2ថ្មពិលអេឡិចត្រូគីមីចានេះយើងមើលថ្មពិលអេឡិចត្រូគីមីនិយមន័យថ្មពិលអេឡិចត្រូគីមីជាឧបករណ៍បំលែងថាមពលនៃប្រតិកម្មរេដុកកើតឯងទៅជាថាមពលអគ្គិសនីយើងនិយាយពីថ្មពិលដាញ៉ែលចាធាតុផ្សំនៃថ្មពិលដាញ៉ែលគឺយើងយកសង្កសីត្រាំក្នុងសូលូស្យុងសង្កសីសុលផាតចាហើយយើងយកកែវវេសមួយទៀតមកយកបន្ទះទង់ដែងត្រាំក្នុងសូលូស្យុងទង់ដែងសុលផាតកំហាប់1អឹមហើយយើងភ្ជាប់គ្នាដោយស្ពានអំបិលរបស់យើងអាចដាក់សូដ្យូមសុលផាតក៏បានបើនៅទីពិសោធន៍យើងអត់មានយើងអាចដាក់សូដ្យូមក្លរូក៏បានយើងគ្រាន់តែយកកដាស់បត់ហើយជ្រក់ចូលក្នុងទឹកអំបិលមកពាក់លើសូលូស្យុងទាំងពីរនេះទៅវានឹងធ្វើឲ្យមានចរន្តអគ្គិសនីកើតឡើងចាដំណើរការរបស់ថ្មពិលតែចូលទៅលេខ2នេះដំណើរការរបស់ថ្មពិលអញ្ចឹងពេលដែលវាដំណើរការសង្កសីបានរងអុកស៊ីតកម្មទៅជាសង្កសី2បូកហើយទង់ដែង2បូករងរេដុកម្មទៅជាទង់ដែងលំនាំទាំងពីរកើតឡើងក្នុងពេលតែមួយតែទីតាំងពីរផ្សេងគ្នាព្រោះយើងដាក់ក្នុងកែវផ្សេងគ្នាដោយសារសង្កសីបោះអេឡិចត្រុនឲ្យទៅទង់ដែង2បូកដោយឆ្លងកាត់តាមខ្សែចម្លងផ្នែកខាងក្រៅឆ្លងកាត់តាមស្ពានអំបិលឯងចាសមីការតាមបដកម្មអញ្ចឹងនៅពលបូកគឺគេហៅថាកាតូតគឺជាអេឡិចត្រូនដែលមានលំនាំអុកស៊ីតកម្មនឹងឯងចាសមីការគឺនៅខាងអាណូតពលបូកគឺទីយ៉ុងទង់ដែងចាប់យកអេឡិចត្រុនខ្លាយជាលោហៈទង់ដែងហើយនៅពលដកអាណូតគឺសង្កសីបោះបង់អេឡិចត្រុនខ្លាយជាសង្កសី2បូកហើយយើងបូកសមីការកន្លះទាំងពីរចូលគ្នាយើងស្រួលអេឡិចត្រុនទៅព្រោះអេឡិចត្រុនដូចគ្នាអញ្ចឹងយើងបានខាងឆ្វេងផ្សេងខាងឆ្វេងនេះមកផ្សេងចឹងមកដែលចឹងមកបានសមីការតរយៈកាលមានន័យថាពេលដែលយើងធ្វើឲ្យថ្មពិលដំណើរការគឺទង់អ៊ីយ៉ុងទង់ដែង2បូកបត្តិកម្មមួយប្រទេសសង្កសីខ្លាយទៅជាលោហៈទង់ដែងវិញហើយនឹងអ៊ីយ៉ុងសង្កសីវិញនោះបំព្រួយនៃថ្មពិលឬក៏សញ្ញាសន្មតនៃថ្មពិលគេកំណត់សេដាច់ខាតថាខាងឆ្វេងសេពលដកខាងស្ដាំសេពលបូកពលដកគឺ
ពូលដែលបោះបង់អេឡិចត្រូនគឺសង្កសីអញ្ចឹងគេដាក់សង្កសីនៅមុខមកហើយអត្ថញ្ញាបកគោលត្រង់នេះគឺត្រង់អត់វាចដូចគូរេដុកទេត្រង់គឺតំណាងឲ្យអេឡិចត្រូនសង្កសីនឹងឯងហើយនេះគឺតុកដែងពីបូកគឺមកពីតុកដែងសុលផាតហើយអាចុចនេះគឺតំណាងឲ្យស្ពានអំបិលសូដ្យូមក្លរ៉ូលឬក៏សូដ្យូមសុលផាតនឹងឯងហើយនេះគឺ solution តុកដែងសុលផាតហើយនេះគឺបកគោលដែលតំណាងឲ្យអេឡិចត្រូនតុកដែងយើងដាក់ចឹងចាបូកលោហៈអ៊ីយ៉ុងពានអំបិលអ៊ីយ៉ុងហើយលោហៈអញ្ចឹងលោហៈនៅខាងពានទាំងអស់បើដាក់មកខុសណាមួយគឺយើងអត់បានបន្ទុកទេចាតបមកយើងមើលកម្លាំងគិសនីចលកររបស់ថ្មពិលតើថ្មពិលមានកម្លាំងគិសនីចលករប្រមាណអញ្ចឹងរូបមន្តរបស់កម្លាំងគិសនីចលករនៃថ្មពិលគឺយើងយកប៉ូតង់ស្យលនៅប៉ូតបូកដកប៉ូតង់ស្យលនៅប៉ូតដកយើងឃើញចម្លើយប៉ុណ្នេះគឺយើងអត់ទាន់រៀនអំពីលេខនេះថាប្រមាណមកដកឃើញប៉ុណ្ណឹងទេគឺយើងយកអំពីអាម៉ែត្រមកវាស់មកគឺវ៉ុលម៉ែត្រមកវាស់មកឃើញប៉ុណ្ណឹងបដ ாய் ចាអញ្ចឹងយើងអត់ទាន់ដល់កន្លែងដែលយើងត្រូវគណនារបូកនឹងដកនេះទេ